នៅក្នុងស្រមោលមានសំឡេងមួយដែលគេមិនចង់ឲ្យអ្នកស្លាប់ សំឡេងក្នុងស្រមោលហៅខ្ញុំរៀងរាល់យប់ប្រាប់រឿងពិតដែលគេបិទមិនឲ្យលេចឡើងភ្លើងតូចមួយនៅក្នុងចិត្តមិនរលត់ទោះពីភ័ក្រងងឹតក៏ខ្ញុំនៅតែដើរទៅមុខខ្ញុំដើរតាមផ្លូវដែលភ្លើងផ្លូវមិនភ្លឺមនុស្សមើលមុខគ្នាតែចិត្តពោពេញដោយការភ័យខ្លាចពាក្យមួយជំនុំត្រូវលាក់នៅក្នុងចិត្តព្រោះនិយាយចេញទៅអាចបាត់អនាគតទាំងមូលក្មេងតូចសួរថាហេតុអ្វីមេឃមិនស្រស់ម្ដាយគ្រាន់តែញញឹមប៉ុន្តែក្នុងភ្នែកពោពេញដោយទឹកភ្នែកជីវិតមិនងាយដូចរឿងនៅលើទូទស្សន៍ពិតប្រាកដគឺការរស់នៅក្នុងភាពមិនប្រាកដសំឡេងក្នុងស្រមោលហៅខ្ញុំរៀងរាល់យប់ប្រាប់រឿងពិតដែលគេបិទមិនឲ្យលេចឡើងភ្លើងតូចមួយនៅក្នុងចិត្តមិនរលត់ទោះពីភ័ក្រងងឹតក៏ខ្ញុំនៅតែដើរទៅមុខពួកគេនិយាយថាស្ងៀមទៅដើម្បីសុវត្ថិភាពតែភាពស្ងៀមនោះកំពុងសម្លាប់សុបិនយើងចិញ្ចាំមិនមែនធ្វើពីថ្មទេតែធ្វើពីការភ័យខ្លាចដែលគេចាក់ពិនជួលក្នុងចិត្តយើងរាល់ថ្ងៃខ្ញុំសរសេររកពាក្យដូចជាចាក់ទឹកលើភ្លើងសង្ឃឹមថាថ្ងៃមួយវានឹងคล้ายជាអគ្គិភ័យធំមិនមែនដើម្បីបំផ្លាញតែដើម្បីបំភ្លឺផ្លូវយើងឲ្យអ្នកក្រោយដើរដោយមិនត្រូវភ័យដូចពេលនេះបើអ្នកកំពុងស្ដាប់អ្នកមិនឯកោទេសំឡេងខ្យល់ចេញអាចคล้ายជាព្យុះនៅថ្ងៃណាមួយសំឡេងក្នុងស្រមោលអីលើคล้ายជាសំឡេងខ្ញុំនឹងនិយាយទោះមាន